បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំសូមចេញវីដេអូឆ្លើយតបទៅនឹង comment របស់បងប្អូនមួយចំនួនដែលបានសួរខ្ញុំហើយអ្វីដែលខ្ញុំនឹងឆ្លើយតបគឺខ្ញុំសូមឆ្លើយតបរួមតែម្ដងដោយសំណួររបស់បងប្អូនស្តីគ្នាទេសំណួរគាត់សួរថាដើម្បីប្រឡងគ្រូ ICT ឬគ្រូ IT តើត្រូវត្រៀមលក្ខណៈយ៉ាងដូចម្តេចខ្លះហើយមួយទៀតគាត់សួរថាតើប្រភេទវិញ្ញាសាដែលត្រូវប្រឡងមានលក្ខណៈយ៉ាងដូចម្តេចមុននឹងឆ្លើយសំណួរខាងលើខ្ញុំសូមអធិស្ឋានដល់បងប្អូនទាំងអស់គ្នាផងដោយមួយរយៈធំនេះខ្ញុំជួបរវល់សិក្សាគ្រូកុសលនិងចុះកម្មសិក្សាផងហើយនេះអត់សូវមានពេលវេលាចេញវីដេអូជូនដល់បងប្អូនទាំងអស់គ្នានោះទេតបទៅកាន់សំណួរទី1ដើម្បីប្រឡងគ្រូ IT តើត្រូវត្រៀមលក្ខណៈយ៉ាងដូចម្តេចខ្លះខ្ញុំសូមជូនជាមតិយោបល់ផ្ទាល់ខ្លួនរបស់ខ្ញុំដែលមានលក្ខណៈសំខាន់5យ៉ាងទី1ស្វែងរកចំណង់ចំណូលចិត្តរបស់ខ្លួនឯងខ្ញុំចង់មានន័យថាតើយើងស្រឡាញ់អ្វីឲ្យប្រកបនៅពេលដែលបងប្អូនស្វែងយល់អំពីខ្លួនឯងច្បាស់នោះបងប្អូននឹងរកឃើញភាពខ្លាំងនិងភាពខ្សោយរបស់ខ្លួនឯងនៅពេលដែលយើងដឹងអំពីភាពខ្លាំងនិងភាពខ្សោយរបស់ខ្លួនឯងយើងអាចពង្រឹងភាពខ្លាំងដោយអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឯងបន្ថែមហើយនឹងកែលម្អនៅចំណុចខ្វះខាតរបស់ខ្លួនជាប្រចាំនឹងទី1ហើយទី2ស្វែងរកឯកសារដែលពាក់ព័ន្ធត្រង់ចំណុចនេះបើសិនបើបងប្អូនចង់ក្លាយជាគ្រូ IT នោះបងប្អូនត្រូវស្វែងរកវិញ្ញាសាណាដែលឯកសារពាក់ព័ន្ធទៅនឹងការប្រឡងគ្រូហើយឯកសារហ្នឹងត្រូវរកវាឲ្យបានគ្រប់ជ្រុងជ្រោយដើម្បីទុកជាស្វ័យសិក្សាជាប្រចាំហើយសម្រាប់បទពិសោធន៍របស់ខ្ញុំផ្ទាល់មុនពេលប្រឡងខ្ញុំបានស្វែងរកឯកសារជាច្រើនប្រភពដែលមានដូចជា Facebook Telegram ហើយនិងតាម YouTube ជាដើមត្រង់ចំណុចនេះសម្រាប់បងប្អូនដែលត្រៀមប្រឡងគ្រូ ICT ខ្ញុំបានទម្លាក់ឯកសារពាក់ព័ន្ធមួយចំនួនធំរួចហើយនៅក្នុង Channel Telegram របស់ខ្ញុំបើសិនបើបងប្អូនត្រូវការអាចចូលទៅទាញយកសិក្សាបានដែលមានទាំង IT ហើយនិងភាសាអង់គ្លេសចំណុចទី3ត្រូវមានកាលវិភាគសិក្សាមួយច្បាស់លាស់ត្រង់ចំណុចនេះខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនទាំងអស់រៀបចំពេលវេលាមួយច្បាស់លាស់ហើយមានវិន័យតឹងតែងត្រឹមត្រូវចំពោះខ្លួនឯងដើម្បីស្វ័យសិក្សាខ្លួនឯងយ៉ាងហោចណាស់ក្នុងមួយថ្ងៃបងប្អូនត្រូវអានយ៉ាងហោចណាស់1ម៉ោងជាប្រចាំខ្ញុំគិតថាវាជាការលំបាកប៉ុន្តែខ្ញុំជឿជាក់ថាបើសិនបើបងប្អូនមានឆន្ទៈពិតប្រាកដបងប្អូនអាចធ្វើវាបានដោយយើងកាត់បន្ថយពេលវេលាណាដែលមិនចាំបាច់មួយចំនួនចេញអានឹងការងារប្រចាំថ្ងៃរបស់យើងណាហើយមួយទៀតសម្រាប់ឯកសារណាដែលមិនពាក់ព័ន្ធគឺយើងមិនបាច់អានវាទេអានឹងដោយសារតែយើងមិនមានពេលគ្រប់គ្រាន់ឧទាហរណ៍ថាយើងត្រៀមរៀនត្រៀមប្រឡង IT យើងទៅអានសៀវភៅប្រឡងលោកឬក៏រឿងអីផ្សេងហ្នឹងក៏វាមិនពាក់ព័ន្ធគ្នាដែរបើសិនបើបងប្អូនមានពេលវេលាគ្រប់គ្រាន់អានឹងអានចុះជាការកម្សាន្តឬក៏ជាការទទួលចំណេះដឹងទូទៅមួយនេះខ្ញុំនិយាយនេះសម្រាប់បងប្អូនដែលមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ដែលបងប្អូនមានពេលវេលាច្រើនជាងអាចជ្រើសរើសសៀវភៅណាដែលបងប្អូនអានចូលចិត្តហើយបងប្អូនយកទៅអានបន្ថែមបានដើម្បីទុកជាចំណេះដឹងទូទៅផ្ទាល់ខ្លួនបានផងដែរបងប្អូនត្រូវចាំថាប្រសិនបើយើងមានព័ត៌មានឬក៏ទិន្នន័យច្រើននៅក្នុងដៃច្រើនជាងគេនោះពេលប្រឡងយើងក៏មានអត្ថភាពច្រើនជាងគេទៅតាមនឹងដែរហើយចំណុចទី4ការសម្រេចចិត្តនិងស្វែងរកប្រភពព័ត៌មានច្បាស់ការសម្រាប់ការសម្រេចចិត្តនៅក្នុងទីនេះខ្ញុំចង់និយាយសំដៅទៅលើប៉ុស្តិ៍និងឯកទេសដែលយើងជ្រើសរើសដើម្បីបំពេញការងារប្រសិនបើបងប្អូនច្បាស់លាស់ហើយថាប៉ុស្តិ៍ដែលយើងសម្រេចចិត្តនឹងនៅជិតផ្ទះយើងអាចបំពេញការងារនឹងបានយូរអង្វែងយូរឆ្នាំទៅមុខទៀតបានអានឹងបងប្អូនដាក់ទៅមិនខកបំណងទេយើងមិនស្ដាយក្រោយទេដោយសារតែមានបញ្ហាមួយចំនួនខ្លះបងប្អូនខ្លះគាត់ប្រឡងជាប់ហើយប៉ុន្តែប៉ុស្តិ៍គាត់នៅឆ្ងាយអញ្ចឹងគឺបើសិនបើមានគ្រួសារទៀតអានឹងរឹតតែពិបាកនៅក្នុងការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ
ធ្វើរស់នៅម្នាក់ឯងអញ្ចឹងអានេះជាបញ្ហាមួយចំនួនតូចទេដែលកើតមានឡើងអញ្ចឹងមុនពេលដាក់ពាក្យប្រឡងបងប្អូនគិតឲ្យច្បាស់សិនថាតែប៉ុស្តិ៍ដែលបងប្អូនជ្រើសរើសឯកទេសដែលបងប្អូនជ្រើសរើសវាសមសួនដែលអាចបងប្អូនឲ្យមានលទ្ធភាពប្រឡងបានហើយនៅអាចឲ្យបងប្អូនធ្វើការដោយពេញចិត្តនឹងតម្រូវការអ្វីដែលខ្លួនមានបំណងប្រាថ្នារបស់ខ្លួនអញ្ចឹងហើយមួយទៀតសម្រាប់ការដាក់ពាក្យប្រឡងក្របខ័ណ្ឌគ្រូបង្រៀនការចំនួនខ្ញុំហ្នឹងគឺដូចជាដាក់ឆ្លងខេត្តបានអត់អីទេបងប្អូនឆ្លាញ់ប៉ុស្តិ៍អីនៅខេត្តណាដាក់ទៅខេត្តហ្នឹងទៅហើយដល់ពេលចប់បងប្អូនទៅពេញការងារនៅកន្លែងហ្នឹងទៅមួយទៀតសម្រាប់ការស្វែងរកព័ត៌មានច្បាស់ការត្រង់ចំណុចនេះខ្ញុំសំដៅទៅដល់សេចក្តីប្រកាសរបស់ក្រសួងពាក់ព័ន្ធដើម្បីកុំឲ្យយើងទទួលបានព័ត៌មានខ្លែងបន្លំឬក៏ព័ត៌មានបំពិតនេះខ្ញុំសូមណែនាំបងប្អូនចូលទៅ like នៅគេហទំព័រ Facebook របស់ក្រសួង2គឺក្រសួងមុខងារសាធារណៈហើយនិងក្រសួងអប់រំដើម្បីបានព័ត៌មានច្បាស់ការហើយសម្រាប់ក្រសួងទាំងពីរហ្នឹងខ្ញុំនឹងដាក់ link page ដើម្បីឲ្យបងប្អូនចូលទៅ like បាននៅខាងក្រោមវីដេអូរបស់ខ្ញុំហើយដើម្បីឲ្យបងប្អូនស្រួលងាយស្វែងរកផងដែរហើយចំណុចទី5បច្ចេកទេសនៅក្នុងការដាក់ពាក្យស្នើសុំសិទ្ធិប្រឡងត្រង់ចំណុចនេះមានន័យថាបងប្អូនត្រូវត្រៀម Gmail ថ្មីមួយសម្រាប់ដាក់ពាក្យរបៀបនៃការដាក់ពាក្យខ្ញុំធ្លាប់បានឃើញវីដេអូណែនាំអំពីរបៀបដាក់ពាក្យរបស់ក្រសួងជាច្រើនរួចមកហើយដែរប៉ុន្តែនៅក្នុងចំណោមហ្នឹងក៏មានបងប្អូនខ្លះគាត់ដាក់ពាក្យអត់បានផងដែរអញ្ចឹងក្នុងចំណុចទី5នេះតកតងទៅនឹងបច្ចេកទេសនៅក្នុងដាក់ពាក្យស្នើសុំសិទ្ធិប្រឡងប្រសិនបើបងប្អូនមានបញ្ហាអ្វីមួយដែលមិនអាចដាក់ពាក្យបានបងប្អូនអាចcomment ឬក៏តកតងមកខ្ញុំបានខ្ញុំនឹងជួយដាក់ពាក្យជូនបងប្អូនដោយឥតគិតថ្លៃហ្នឹងហើយចូលដល់សំណួរទី2ដែលសួរខ្ញុំថាតើប្រភេទលក្ខណៈវិញ្ញាសាដែលត្រូវប្រឡងមានលក្ខណៈយ៉ាងដូចម្តេចខ្លះត្រង់ចំណុចនេះយោងតាមលក្ខន្តិកៈនៃនីតិវិធីប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិលនិងបទពិសោធន៍ជាក់ស្ដែងដែលខ្ញុំបានប្រឡងផ្ទាល់មានដូចជាប្រឡង2លើកទី1គឺវិញ្ញាសាសរសេរលើកទី1ដែលមានលក្ខណៈចេញមកជាប្រភេទសំណួរពហុជ្រើសរើស100សំណួរឬគេហៅយ៉ាងនេះថាប្រភេទសំណួរ QCM 100សំណួរនៅក្នុងហ្នឹងបែងចែកទៅជា2ទៀតគឺ 30% គឺជាប្រភេទសំណួរវប្បធម៌ទូទៅហើយ 70%គឺប្រភេទសំណួរតាក់ទងទៅនឹងឯកទេសរបស់យើងខ្ញុំចាំច្បាស់ថាដូចជានៅក្នុងហ្នឹងសំណួរតាក់ទងទៅនឹង ICT ដូចជាមាន70សំណួរអញ្ចឹងវាស្មើនឹង 70% ដែរអញ្ចឹងឧទាហរណ៍ថាបើសិនបើយើងប្រឡងឯកទេស ICT នោះសំណួរដែលចេញមកគឺតាក់ទងទៅនឹង ICT ទេបញ្ជាក់ផងដែរថាត្រង់ចំណុចនេះប្រភេទកម្រិតសំណួរដែលចេញមកគឺនៅក្នុងកម្រិតថ្នាក់ទី12ឯហ្នឹងហើយអត់លើថ្នាក់ហ្នឹងឯងអញ្ចឹងសំណួរដែលបងប្អូនត្រូវរៀនត្រៀមគឺអាចប្រមូលឯកសារណាដែលតាក់ទងទៅនឹងកម្រិតថ្នាក់ទី12បានហើយអាហ្នឹងសម្រាប់គ្រូកម្រិតមូលដ្ឋានមធ្យមដែលយើងត្រូវទៅបរៀនហ្នឹងអញ្ចឹងវិញ្ញាសាទី2បន្ទាប់ពីប្រឡងវិញ្ញាសាលើកទី1រួចក្រសួងនឹងប្រកាសកាលបរិច្ឆេទដែលត្រូវប្រឡងមួយច្បាស់លាស់ដែលស្ថិតនៅក្នុងចន្លោះពី1សប្តាហ៍ទៅ2សប្តាហ៍ដើម្បីធ្វើការប្រឡងជ្រើសរើសយកបេក្ខជនតែម្នាក់គត់ដែលជាប់ជាស្ថាពរអញ្ចឹងមានន័យថាប្រឡងលើកទី1យើងនឹងរកឃើញបេក្ខជនចំនួន3ឬក៏4នាក់តាមប៉ុស្តិ៍មួយដែលរឹកហ្នឹងអញ្ចឹងដល់ពេលមកប្រឡងលើកទី2បានន័យថាយើងប្រជែងជាមួយគូប្រកួតប្រជែងរបស់យើង 2-3 នាក់ហ្នឹងហើយយកតែមួយទេហ្នឹងហើយដូចជាស្ដែងការចំនួនខ្ញុំក្រសួងទុកពេលឲ្យប្រឡងតែ1សប្តាហ៍ទេនៅពេលដែលប្រឡងលើកទី2ពេលនោះខ្ញុំតាំងពីមិនទាន់ចេញលទ្ធផលទី1ម៉េះខ្ញុំមិនបានបោះបង់ចោលតាក់ទងនឹងស្វ័យសិក្សាទេបញ្ជាក់សម្រាប់ការប្រឡងវិញ្ញាសា ICT គឺគ្មានសំណួរពហុជ្រើសរើសទេ
អានេះសម្រាប់លើកទី2គឺត្រូវតែសេដោយដៃផ្ទាល់ហើយវិញ្ញាសាដែលចេញហ្នឹងគឺមាន2ទី1 ICT ហើយទី2ភាសាអង់គ្លេសអញ្ចឹងបានន័យថាយើងប្រឡងពីមុខវិជ្ជាហ្នឹងខ្ញុំចាំបានថាកាលដែលពេលខ្ញុំសម្រេចចិត្តត្រៀមប្រឡងគ្រូហ្នឹងខ្ញុំបានកំណត់គោលដៅនិងដាក់កាលវិភាគសិក្សាច្បាស់លាស់ពេលនោះខ្ញុំដាក់គោលដៅប្រឡងចូលក្របខ័ណ្ឌរដ្ឋដែលគោលដៅចាប់ផ្ដើមរបស់ខ្ញុំហ្នឹងគឺចាប់ផ្ដើមពី2024រហូតដល់2027ដែលផុតកំណត់អាយុរបស់ខ្ញុំទៅប្រឡងអញ្ចឹងការនោះខ្ញុំកំណត់ថាក្នុងចន្លោះឆ្នាំហ្នឹងទៅម៉េចខ្ញុំត្រូវតែប្រឡងចូលក្របខ័ណ្ឌនឹងឲ្យបានហើយក្រសួងដែលខ្ញុំនឹងត្រូវប្រឡងហ្នឹងគឺខ្ញុំបានរៀនត្រៀមពីទី1គឺក្រសួងអប់រំយុវជននិងកីឡាហើយក្រសួងគោលដៅទី2របស់ខ្ញុំគឺអធិស្ឋានគឺសាលាភូមិន្ទរដ្ឋបាលប៉ុន្តែដោយខ្ញុំបានរៀនត្រៀមត្រឹមតែកន្លះឆ្នាំហើយខ្ញុំក៏បានសម្រេចគោលដៅនិងក្តីសម័យរបស់ខ្លួនដែលរៀបចំដឹកនាំប្រឡងដោយក្រសួងមុខងារសាធារណៈចឹងសរុបមកវិញសម្រាប់បងប្អូនដែលត្រៀមប្រឡងចូលក្របខ័ណ្ឌគ្រូបង្រៀន ICT ជាមតិយោបល់របស់ខ្ញុំ5ចំណុចសង្ខេបឡើងវិញទី1ត្រូវស្វែងរកចំណង់ចំណូលចិត្តរបស់ខ្លួនឯងហើយទី2ស្វែងរកឯកសារដែលពាក់ព័ន្ធហើយអានឯកសារហ្នឹងតែពាក់ព័ន្ធបានហើយដើម្បីកុំឲ្យយើងខាតពេលហើយទី3ត្រូវមានកាលវិភាគសិក្សាហើយនឹងវិន័យច្បាស់លាស់ចំពោះខ្លួនឯងថាដាក់ម៉ោងណាត្រូវរៀនអីម៉ោងណាត្រូវមើលសៀវភៅអីអញ្ចឹងទៅឲ្យធ្វើលំហាត់ធ្វើអីតាមដែលយើងអាចធ្វើបានហើយទី4ត្រូវសម្រេចចិត្តហើយនឹងស្វែងរកប្រភពព័ត៌មានច្បាស់ការអញ្ចឹងដើម្បីជៀសវាងព័ត៌មានខ្លាំងបន្លំបងប្អូនត្រូវតាមដានតែទំព័រគេហទំព័រ Facebook តែពីរបានហើយគឺក្រសួងមុខងារសាធារណៈហើយនិងក្រសួងអប់រំយុវជននិងកីឡាអញ្ចឹងពេលដែលព័ត៌មានជាផ្លូវការគឺចេញពីក្រសួងពីរហ្នឹងអញ្ចឹងបងប្អូនត្រៀមខ្លួនទៅមិនខកបំណងទេហើយយើងអាចក្តាប់សភាពការបានទាន់ពេលវេលាដោយជៀសវាងទទួលបានព័ត៌មានខ្លាំងបន្លំហើយទី5បច្ចេកទេសនៅក្នុងការដាក់ពាក្យសំសិទ្ធប្រឡងហ្នឹងចុងក្រោយសូមអរគុណសម្រាប់ការទស្សនារបស់បងប្អូនអរគ្នាហើយសូម comment ខាងក្រោមប្រសិនបើមានចម្ងល់ផ្សេងៗហើយសូមអធិស្ឋានចំពោះកំហុសឆ្គងដែលកើតឡើងដោយអចេតនាផ្សេងៗបើសិនជាបងប្អូនចូលចិត្តកុំភ្លេចចុច Subscribe ហើយនឹងចូលទៅកាន់ Channel Telegram របស់ខ្ញុំដែលខ្ញុំនឹងដាក់ link នៅខាងក្រោមវីដេអូនេះហើយនៅក្នុង Channel Telegram និង YouTube នេះខ្ញុំគឺចែករំលែកអំពី ICT ហើយនិងភាសាអង់គ្លេសទៅខាងមុខទៀតខ្ញុំនឹងទម្លាក់ link ចូល Telegram អំពីការធ្វើតេស្តសាកល្បងហើយវិញ្ញាសាដែលតាក់ទងទៅនឹងវិញ្ញាសាមូលដ្ឋានគ្រឹះកុំព្យូទ័រតាមរយៈ Google Form ដែលបងប្អូនអាចធ្វើការតេស្តសមត្ថភាពរបស់ខ្លួនបានតាមរយៈ Google Form ដែលខ្ញុំតម្លាក់នៅក្នុង YouTube ហើយនិងlink Telegram ជាចុងក្រោយអរគុណសម្រាប់ការទស្សនា